Khmoi mình ai bạc qua quạt ban mình tích nào lại, những tay còn không chặt đai trên the video snap. Mình trộm một, bữa đó chỉ cứ qua cùng bàn báo play lại. Tam bất tử, ở vậy group giang cứ start nước không cả group grow rồi bạc quạt thêm. Time tình nên camera sẽ bắt được hot drop sẽ làm một phim mình biết bàn tích xong tiếp phòng. Ngay bên đó, nụ bút cứ qua cùng bàn báo video camera nụ ở sân chơi cứ sát đó. Mưa rung khỉ. Asam, bàn prap nhà rồi khỉ thà. Khmoi cùng night mình này min mà hạt được kháng kháng à. Khung anh còn mìnhประกอบthà. Ai chỉ cứประกอบrồi bao giờ. គាត់ត្រូវតែដឹងទទួលគ្រូរបស់គ្រូដែលធ្វើដំណើរមកពីបរទេសដើម្បីជួយអន្តរាគមន៍ថ្ងៃបន្ទាប់អាសង្ឃត្រៀមខ្លួនទៅប្រលានយន្តហោះដើម្បីទទួលគ្រូមុននឹងដើរចេញទៅគាត់បានផ្ដាច់ផ្ដាំបងប្រុសខ្លួនថាខ្មោចកំណាចនេះពេលនេះគឺកំពុងតែសង្កត់នៅលើខ្លួនរបស់កូនស្រីច្បងហើយតាមពិតទៅការពីយប់មិញគាត់បានលួចដាក់ទឹកមុនចូលទៅក្នុងកែវទឹករបស់មនុស្សគ្រប់គ្នាហើយលុះដល់ទឹកឡើងមានកូនស្រីច្បងម្នាក់គាត់តែដឹងខ្លួនទាន់លួចមិនព្រមផឹកទឹកនៅក្នុងកែវឡើយគាត់បានប្រាប់លោកផាត់ថាមុនពេលដែលគាត់ត្រឡប់មកវិញតែខាត្រូវតែមើលថែកូនស្រីច្បងឲ្យបានល្អបំផុតមិនអាចឲ្យនាងដើរចេញពីផ្ទះនេះបានឡើយប៉ុន្តែនៅពេលដែលគ្រូបានជួបនឹងអាសង្ឃគាត់បានប្រាប់អាសង្ឃថាគ្រូមិនបានប្រាប់ឲ្យអាសង្ឃមកទទួលនោះឡើយអាសង្ឃគ្រាន់តែលឺភ្លាមក្នុងចិត្តដឹងថាមានរឿងមិនស្រួលហើយគាត់ដឹងច្បាស់ថាខ្លួនឯងបានធ្លាក់ចូលទៅក្នុងល្បែងបំបាយទីដៅរបស់ខ្មោចបាត់ទៅហើយហេតុនេះគាត់ក៏ប្រញាប់នាំគ្រូបាត់ឡានសម្រាប់ទៅផ្ទះវិញយ៉ាងលឿនបំផុតអ្នកណាទៅដឹងថានៅពាក់កណ្ដាលផ្លូវស្រាប់តែមានសត្វក្អែករាប់មិនអស់ហោះមកបុកចូលក្នុងឡានរបស់ពួកគេធ្វើឲ្យឡានត្រូវងាកចេញពីផ្លូវរួចធ្លាក់ចូលទៅក្នុងជ្រោះជ្រៅបាត់ទៅមនុស្សគ្រប់គ្នាមិនដឹងថាស្លាប់ឬនោះឡើយនៅខាងផ្ទះវិញខ្មោចបានតាមទៅលងបន្លាចកូនស្រីនាងដែលកំពុងតែរកអីវ៉ាន់នៅក្នុងឃ្លាំងស្រាប់តែមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងលុបមើលពីក្រោយក្នុងខ្លួនលទ្ធផលគឺគ្រាន់តែងាកក្រោយភ្លាមនាងត្រូវកម្លាំងដ៏មហិមាមួយយ៉ាងស្រូបចូលទៅក្នុងគ្រុនរថភ្លើងតែម្ដងនៅក្នុងខណៈពេលនោះកូនស្រីឈ្មោះដែលត្រូវខ្មោចកំណាចចូលសង្កត់រួចនិយាយថានាងមានការត្រូវដើរចេញទៅខាងក្រៅលោកផាតនៅឃើញដល់សម្ដីផ្ដាំផ្ញើរបស់អូនប្រុសឃើញនាងនៅតែមានអ្នកចង់ដើរចេញគាត់ក៏ឆ្លៀតពេលនាងមិនចាប់អារម្មណ៍វានាងឲ្យសម្រាប់បាត់ស្មារតីរួចមិនខ្វល់ពីការខាត់ខានរបស់ភរិយាឡើយគាត់បានយកខ្សែមកចងកូនស្រីច្បងដើម្បីការពារមិនឲ្យនាងរត់ចេញចង់ពេលនោះដែរអូនប្រុសគូបាគុំបានធ្វើដំណើរត្រឡប់មកវិញទាំងមានរបួសពេញខ្លួនពេលមកដល់បន្ទប់ភ្លាមអាសង្ឃបានផ្លោះទៅជាសម្លៀកបំពាក់រួចចាប់ផ្ដើមធ្វើពិធីដេញខ្មោចទៅលើខ្លួនកូនស្រីច្បងភ្លាមៗដំបូងឡើយគាត់បានចេះទឹកមុនទៅលើខ្លួនកូនស្រីច្បងបន្ទាប់មកគឺយកប្រព័ន្ធមកវាសម្ពងទៅលើខ្លួននាងយ៉ាងខ្លាំងលោកឃើញកូនស្រីត្រូវរងទុក្ខវេទនាបែបនេះស្ត្រីជាម្ដាយចង់ស្ទុះទៅខ្វាត់ខាំងប៉ុន្តែលោកផាកសង្ស័យថាខ្មោចបានចូលសន្ធឹកនៅខ្លួនភរិយាដែរក៏បានចាស់នាងទៅបោកនឹងចិញ្ចឹមយ៉ាងខ្លាំងធ្វើឲ្យនាងសន្លប់បាត់ស្មារតីភ្លាមៗប៉ុន្តែលទ្ធផលគឺនៅពេលដែលលោកផាកងាកក្រោយមកវិញទឹកមុខរបស់ប្អូនប្រុសស្រាប់តែបង្ហាញស្នាមញញឹមដ៏គួរឲ្យខ្លាចណាស់តាមពិតទៅអាសន្នពិតប្រាកដគឺនៅតែស្ថិតនៅក្នុងកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ឡើយចំណែកឯប្អូនប្រុសនៅចំពោះមុខនេះគឺជារូបភាពប្រែក្រឡារបស់ខ្មោចកំណាចសោះគាត់បានប្រាប់កូនប្រុសទៅឲ្យប្រញាប់រត់គេចខ្លួនទៅរួចខ្លួនឯងបានស្ទុះទៅប្រយុទ្ធយ៉ាងអស់ពីសមត្ថភាពប៉ុន្តែនៅចំពោះមុខខ្មោចលោកផាកមិនមែនជាគូប្រកួតរបស់វាតទៅសោះសំណាងល្អដែលកូនប្រុសស្ដាប់បង្គាប់រួចរត់គេចខ្លួនបាត់ទៅហើយខ្មោចក៏មិនបានដេញតាមដែរវាបានរើសយកបំណែកកញ្ចក់មួយរួចត្រៀមនឹងសម្លាប់លោកផាកចោលចំពេលដល់គ្រោះថ្នាក់នោះសំឡេងមុនអាគមដេញខ្មោចស្រាប់តែបន្លឺឡើងនៅក្នុងបន្ទប់តែឈ្មោះ Would you say Peter Hayden so that terrible panic girl អើរកទៅគួរណាសុសនេះគឺអូនប្រុសពិតប្រាកដបានមកដល់ទាន់ពេលវេលាហើយខ្មោចក៏ត្រូវរងការវិបកពីមុនអាគមរហូតដល់ត្រូវដកថយជាបណ្ដោះអាសន្នបន្ទាប់មកអ្នកទាំងពីរបានរកឃើញកូនប្រុសទៅនៅក្នុងឃ្លាំងក្រោមដីថែមទាំងបានប្រទះឃើញសាកសពកូនស្រីដែលត្រូវដុតស្លាប់នៅក្នុងឡុកភ្លើងទៀតផងប៉ុន្តែនៅក្នុងខណៈពេលដែលពួកគេកំពុងតែកាត់ទុកព្រៀងខាងនោះកូនស្រីឈ្មោះដែលមានរបួសពេញខ្លួនក៏បានដើរចុះមកខាងក្រោមដែរអាសង្ឃមើលឃ្លីត្រូវមើលបកពេកគ្នាថានាងត្រូវបានខ្មោចកំណាចចូលសង្កត់ហើយគាត់ក៏ប្រញាប់យកកញ្ចក់ដេញខ្មោចចាស់ពន្លឺសម្ដៅទៅរកខ្មោចភ្លាមមិនយូរប៉ុន្មានរូបរាងពិតរបស់ខ្មោចកំណាចបានលេចចេញមកប៉ុន្តែវាមិនបានរត់គេចឡើយវាបានស្ទុះមកវាប្រហារលើអាសង្ឃផ្ទាល់អាសង្ឃបានសូត្រនឹងដាក់គុំដេញខ្មោចយ៉ាងលឿនប៉ុន្តែមហិទ្ធិរបស់ខ្មោចកំណាចគឺខ្លាំងក្លាជាងតាមរយៈការស្រែកក្រហើមមួយទំហឹងកញ្ចក់ដេញខ្មោចនៅក្បែរនោះត្រូវភ្លឺចេះកំទេចខ្ទេចអស់ហើយអាសង្ឃក៏ត្រូវវាឲ្យដួលទៅលើដីបន្ទាប់មកវាក៏បែរទៅចាប់កលោកផាកលើកឡើងខ្ពស់ទៅលើអាកាសអាសង្ឃបានខំប្រឹងក្រោកឈរឡើងយឺតប៉ុន្តែគាត់ដឹងច្បាស់ក្នុងចិត្តថាខ្លួនឯងមិនមែនជាគូប្រកួតរបស់ខ្មោចឡើយគាត់បានដោះខ្សែឈើឆ្កាងរួចសូត្រមន្តអាគមដើម្បីតាក់ទាញបណ្ដាលឲ្យមេកំណាចចូលមកក្នុងរាងកាយរបស់ខ្លួននៅក្នុងខណៈពេលដែលរាងកាយចិត្តត្រូវមេកំណាចគ្រប់គ្រងទាំងស្រុងនោះគាត់បានប្រើកម្លាំងជុំក្រោយកាច់បំបត្តិឈើឆ្កាងរួចហត់វាទៅឲ្យបងប្រុសរបស់ខ្លួនប៉ុន្តែលោកផាត់មិនដែលចិត្តតទៅសោះមើលឃើញថាខ្មោចរៀបនឹងគ្រប់គ្រងរាងកាយសទាំងស្រុងទៅហើយអាសន្នបានបង្ខំចាប់ដៃបងប្រុសខ្លួនឯងរួចយកឈើឆ្កាងតែបាក់នោះចាក់ទម្លុះចូលចំទ្រូងរបស់ខ្លួនឯងភ្លាមៗដើម្បីស្លាប់រួមរស់ជាមួយខ្មោចតែម្ដងនៅក្នុងឈុតចុងក្រោយនៃសាច់រឿងលោកផាកបាននាំកូនប្រុសទៅដើរចេញពីឃ្លាំងក្រោមដីចំណែកឯភរិយានិងកូនស្រីច្បងក៏បានរួចរួមមានជីវិតផងដែរ